នៅពេលនេះម៉ោង1ជាងរំលងអត្រាឈានចូលថ្ងៃទី11ខែធ្នូឆ្នាំ2025នៅនីទឹកដីស្វាយចិត្តស្វាយស៊ីសផុនឃើញថាប្រជាពលរដ្ឋខ្មែរយើងបានភាសឹកអំពីខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែតសំពៅលូនជាដើមមកជាបន្តបន្ទាប់មកទល់ពេលនេះឃើញថាប្រជាពលរដ្ឋយើងនៅតែមានការព្រួយបារម្ភពីការឈ្លានពានរបស់យោធាថៃក៏បានចំណាក់ស្រុកទេសដែលនៅតាមព្រំដែនទៅរកទីសុវត្ថិភាពមិនដឹងថាស្ថានភាពទៅមុខទៀតយ៉ាងណាដូច្នោះហើយបានជាពលរដ្ឋដែលនៅតាមបណ្ដាព្រំដែនបានជំលះខ្លួនមកជាលំដាប់សម្រាប់កម្ពុជាយើងគឺយើងកំដរគ្រប់កលៈទេសៈកំដរគ្រប់រូបភាពជួយទុកចរចាគឺជារឿងដែលកម្ពុជាយើងចង់បានជាទីបំផុតពីព្រោះយើងស្រឡាញ់សន្តិភាពទាំងក្នុងប្រទេសទាំងក្នុងតំបន់ហើយយើងក៏ចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានាទាំងនៅប្រទេសជាប់ភូមិផងរបងជាមួយក៏ដូចជាប្រទេសនានានៅឆ្ងាយផងដែរដូច្នេះយើងអត់មានជំរឿសអ្វីក្រៅពីការពារខ្លួនបើសិនជាអត់ទាន់ព្រមព្រៀងគ្នានៅក្នុងការឡើងតុចរចាសាជាថ្មីទេយើងនឹងប្រឹងទប់ទល់ការពារបូរណភាពទឹកដីកម្ពុជាយើងរហូតដល់ទីបញ្ចប់សង្ឃឹមថាសង្គ្រាមនេះនឹងឆាប់ចប់ដើម្បីធានាបាននៅសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងសងខាងយើងដឹងហើយថាសង្គ្រាមកើតមានគឺនាំឲ្យមានវិបត្តិច្រើនប្រការនាំឲ្យមានវិបត្តិនៃការស្លាប់បាត់បង់ជីវិតព្រាត់ប្រាសនៃរាជចាសាច់ញាតិជាទីស្រឡាញ់ធ្វើឲ្យបងខាតសេដ្ឋកិច្ចធ្វើឲ្យមានជំងឺរំកាត់នានាជាដើមកើតមានជាបន្តបន្ទាប់ដោយសារសង្គ្រាមដូច្នោះហើយបានជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងគឺមិនចង់ឡើយនៅក្នុងការធ្វើសង្គ្រាមមិនមែនថាយើងតូចយើងមានសពាវុធមិនទំនើបដូចគេហើយយើងខ្លាចទេមិនខ្លាចទេរឿងការធ្វើសង្គ្រាមដើម្បីការពារបូរណភាពទឹកដីប៉ុន្តែយើងមិនប្រាថ្នាទេគឺយើងចង់បាននូវសន្តិភាពដូច្នេះសង្គ្រាមនេះមិនដឹងថាពេលណានឹងបញ្ចប់ទេយើងជាពលរដ្ឋកម្ពុជាមានតែអធិដ្ឋានសូមឲ្យសង្គ្រាមនេះវិវត្តទៅដល់ទីបញ្ចប់ឲ្យបានឆាប់កាន់តែឆាប់កាន់តែល្អពីព្រោះជីវិតមនុស្សជាតិគឺម្នាក់សុទ្ធតែចង់រស់ចង់បានសុខចង់បានការជួបជុំចង់រួមរស់នៅស្រុកភូមិកំណើតដើម្បីរកការទទួលទានដោយសពមួយដងសរុបមកសន្តិភាពពិតជាមានតម្លៃមិនថាក្នុងតំបន់ក្នុងប្រទេសនោះទេគឺយើងពិតមុខសុទ្ធតែចង់បានមិនថាជនជាតិណាក៏ដូចជាជនជាតិណាទេគឺស្រឡាញ់សន្តិភាពខាងក្រៅនាំមកនៅការជួបជុំនាំមកនៅការរីករាយនាំមកនៅការសុខសប្បាយជាសន្តិភាពខាងក្រៅយើងឃើញគុណតម្លៃមានដល់កម្រិតនេះប៉ុន្តែមានសន្តិភាពមួយទៀតគឺជាសន្តិភាពខាងក្នុងខ្លួនរបស់បុគ្គលម្នាក់ហ្នឹងវាមានតម្លៃជាងសន្តិភាពជាខាងក្រៅទៅទៀតហេតុអ្វីបានជាខ្ញុំថាដូច្នោះពីព្រោះសន្តិភាពខាងក្រៅអាចកើតមានបានក៏ដោយសារតែបុគ្គលខ្លួនឯងម្នាក់មានសន្តិភាពដែរបើសិនជាម្នាក់មិនមានសន្តិភាពជាខាងក្នុងទេក៏មិនអាចបណ្ដាលឲ្យមានសន្តិភាពជាខាងក្នុងដែរជាខាងក្រៅដែរនេះយើងនិយាយត្រឹមន័យរយៈបើយើងនិយាយឲ្យន័យជ្រៅជានិតបន្តិចទៅទៀតសន្តិភាពជាខាងក្នុងគឺផ្ដើមចេញអំពីការដែលបានមើលស្គាល់ខ្លួនឯងគឺផ្ដើមចេញពីការបានមើលស្គាល់កិលេសជាខាងក្នុងមានលោភៈទោសៈមោហៈថាជាប្រភពនៃសង្គ្រាមខាងក្រៅប្រសិនបើនិរយជនបានមើលស្គាល់កិលេសខាងក្នុងថាជាសត្រូវធំដែលតែងតែបៀតបៀនដល់ជីវិតរបស់ខ្លួនឯងនិងអ្នកដទៃដូច្នោះនោះនិរយជននឹងមិនអាចធ្វើនៅអំពើទាំងឡាយដែលជាការបៀតបៀនទាំងខ្លួនឯងនិងអ្នកដទៃនោះទេគឺ
គ្រប់ពេលមានការប្រុងប្រយ័ត្នចំពោះសត្រូវជាខាងក្នុងពលគឺកិលេសនេះដូច្នោះហើយបានជាអ្នកដែលឃើញការពិតគ្រប់ចំនួនលោកបានបើកបង្ហាញឲ្យយើងបានដឹងថាយើងម្នាក់សុទ្ធតែមានសត្រូវជាខាងក្នុងគ្រប់គ្នាប្រសិនបើយើងមិនស្គាល់វានឹងសម្លាប់យើងហើយមិនត្រឹមតែសម្លាប់ម្ដងទេវាសម្លាប់តាំងពីមុនមកដល់ពេលនេះហើយបើសិនជាយើងនៅតែបន្តមិនស្គាល់វានឹងនៅតែបន្តសម្លាប់យើងទៅពេលខាងមុខទៀតវាជាសត្រូវសួរពូជសួរជាតិសួររជាតិសួររវងតកូលគ្រប់ដំណរទាំងអស់ដូច្នេះដើម្បីអាចឈ្នះសត្រូវជាខាងក្នុងបានគឺផ្ដើមចេញពីការបានស្គាល់ខ្លួនឯងប្រសិនបើនរជនបានមើលស្គាល់ខ្លួនឯងថាជាអ្វីហើយនរជននោះនឹងមានឱកាសបានស្គាល់កិលេសមានឱកាសច្បាំងឈ្នះកិលេសហើយនឹងមានឱកាសរួចអំពីក្រញាំនៃមច្ចុគឺសេចក្តីស្លាប់បានសូមឲ្យសន្តិភាពកើតមានទាំងក្នុងប្រទេសនិងក្នុងសកលលោកសូមសន្តិភាពកើតមានសូមឲ្យសង្គ្រាមនេះឆាប់បានចប់សូមសន្តិភាពកើតមានទាំងខាងក្នុងខ្លួនទាំងខាងក្រៅរបស់មនុស្សគ្រប់គ្នា